បងមកណាដែលគាត់មានមុនកត្រឹកត្រឹសចឹងណាខ្ញុំនេះជួបតខ្លួនឯងឯងបងមកគឺសោះពេញមកហ្មងរយច្រឡោះមួយគឺគ្មានហ្មងណាតម្រូវដល់ព្យាបាលជាគឺ72ឆ្នាំបងមិនបានខ្ញុំបានមុខប៉ុណ្នេះមកវិញហើយបងផលិតផលអីក៏ខ្ញុំធ្លាប់ប្រើដែរនិយាយទៅឲ្យគេ recommend ហងគឺអីហងគឺថាអត់មានបាត់សោះហ្មងណាពេលហ្នឹងគឺខ្ញុំឲ្យគេជួយ recommend ឲ្យគឺគេឲ្យ product ខ្ញុំច្រើនខ្លាំងមែនទែនតែគាត់ហាមម្យ៉ាងគឺអត់ឲ្យខ្ញុំញិចមុនទេតាំងតែមុខខ្ញុំសោះណាពេលខ្ញុំអត់បានញិចមុនណាទោះខ្ញុំលាប skin care គាត់ recommend នឹងឲ្យហើយអត់មានចូលមុខទេដោយសារតែវាសុទ្ធតែមុនហ្មងលើផ្ទៃមុខយើងនិយាយទៅការខ្ញុំរៀនទី12ហ្នឹងគឺតុកសិចរឿងមុននឹងខ្លាំងណាស់ខ្ញុំចុងក្រោយគឺខ្ញុំឌឺខ្ញុំទ្រាំលេខបានគឺខ្ញុំទៅញិចមុនចេញគឺថា Oh my god មុនខ្ញុំគឺក្បាលធំហើយនិយាយទៅអូយខ្នាញ់វាហ្មងវាថ្លោះហ្មងមុនហ្នឹងណាពេលញិចមុនលើកទី1ហ្នឹងណាបងញិចហើយគឺមុខខ្ញុំហោមស្បួនហ្មងហើយក្រហមក៏ក្រហមដែរហើយចាប់ពីពេលហ្នឹងមកគឺក្នុងមួយអាទិត្យគឺខ្ញុំត្រូវតែញិចមុនម្ដងចេញហ្មងពេលខ្ញុំញិចមុនយូរទៅធ្វើឲ្យមុខខ្ញុំអន់បន្តិចម្ដងបងឲ្យពេលលាប skin care ទៅក៏ចូលមុខបានល្អដែរនិយាយទៅបងមុនបងដល់ថ្នាក់ហ្នឹងច្រើនដល់ថ្នាក់អើយគួរតែញិចមុនចេញទៅល្អហើយត្រូវរើសកន្លែងណាដែលថាគេញិចមុនស្អាតនេះគឺជាអ្វីដែលខ្ញុំជួបតបបងតែខ្ញុំ share ដល់បងឲ្យបានដឹងថាអ្នកដែលគាត់ជួបបញ្ហាហ្នឹងអាចទៅញិចមុនបានទៅបងតែឈឺបន្តិចហើយ